បាទជំរាបសួរពុកម៉ែបងប្អូនទាំងក្នុងនិងក្រៅប្រទេសទាំងអស់ថ្ងៃនេះដែរខ្ញុំនឹងបង្ហាញអំពីទស្សនវិជ្ជាខ្លះៗដែលនៅក្នុងក្រុងបរសេនុដែលខ្ញុំបានទៅនៅដើមឆ្នាំ2026នេះដែរទេគឺកំឡុងថ្ងៃទី18ហើយខ្ញុំបានថតពីលើឡានក្រុងដើម្បីឲ្យបងប្អូនបានទស្សនាអ្នកដែលមិនដែលបានទៅឬក៏ចង់ឃើញថាតើមានអីប្លែកខ្លះនៅក្នុងសម័យឥឡូវនេះហើយខ្ញុំបានផ្តិតយករូបភាពហើយក៏សូមអធិស្ឋានផងដែរដោយសាររូបភាពខ្ញុំនេះគឺខ្ញុំថតពីលើឡានក្រុងអញ្ចឹងអាចថារូបភាពគុណភាពក៏មិនសូវជាច្បាស់ឬក៏យ៉ាងណាមួយនោះក៏សូមអធិស្ឋានហើយគ្រាន់តែចង់បង្ហាញបងប្អូនទេសម្រាប់អ្នកបងប្អូននៅក្រៅប្រទេសដែរមិនដែលបានមកឬក៏ខកខានមកលេងទីនេះយូរឥឡូវខ្ញុំសូមបង្ហាញទស្សនវិជ្ជាជារួមឲ្យបងប្អូនឃើញហើយយើងឃើញទាំងអស់គ្នាហើយគឺនៅក្នុងក្រុងបរសេនុយើងឥឡូវគឺមានការអភិវឌ្ឍច្រើនហើយទន្ទឹមនឹងការអភិវឌ្ឍក៏មានព័ត៌មានមិនសូវជាល្អដែរដែលគេបាននិយាយពីខេត្តបរសេនុហើយដូចជាបងប្អូនបានឃើញជាក់ស្ដែងគឺមានអគារខ្ពស់ហើយទំនើបជាច្រើនអគារសង់ថ្មីនេះគឺច្រើនស្កេកស្កះមែនទែនសូម្បីតែខ្ញុំផ្ទាល់ខ្ញុំធ្លាប់មកថ្មីនេះដែរទេពី3ខែមុនប៉ុន្តែដោយសារខ្ញុំប្រើមធ្យោបាយខ្លួនឯងខ្ញុំមកម្ដងនេះខ្ញុំជិះឡានក្រុងខ្ញុំមើលពីលើឡានក្រុងទៅគឺប្លែកខ្លាំងមែនទែនត្រឹមតែពី3ខែសោះប៉ុន្តែក្រៃឡូពីលើកមុនខ្ញុំបានធ្វើដំណើរមធ្យោបាយផ្ទាល់ខ្លួនក្រៃឡូមិនសូវបានមើលជុំវិញអញ្ចឹងណាតែមកលោកនេះខ្ញុំមានអារម្មណ៍ប្លែកមែនទែនប្លែកខ្លាំងមែនទែនដោយសារអគារខ្ពស់ហើយនឹងវត្តមាននៃជនជាតិបរទេសច្រើនជាពិសេសឃើញមានជនជាតិចិនច្រើនជាងគេទន្ទឹមនឹងមានអគារថ្មីខ្ពស់ក៏ខ្ញុំឃើញមានអគារដែលសាងសង់ហើយទុកចោលច្រើនផងដែរនៅក្នុងខេត្តបរសៃអនុហើយខ្ញុំមិនធ្វើការអធិប្បាយអីច្រើនទេគ្រាន់តែចង់បង្ហាញបងប្អូនអញ្ចឹងបងប្អូនអាចរាយទស្សនាវីដេអូរបស់ខ្ញុំដែលមានរយៈពេលប្រហែល10នាទីនេះគ្រប់គ្រាន់ចែកចម្លែកបងប្អូនបានទស្សនាហើយបើបងប្អូនចង់ជួយគ្រប់គ្រង channel របស់ខ្ញុំអាចការជួយ subscribe ឬក៏ comment ផ្សេងចែកចម្លែកមតិយោបល់នានានៅលើវីដេអូរបស់ខ្ញុំផ្ទាល់ហើយជាទូទៅខ្ញុំតែងតែទៅថតយកជាទស្សនវិជ្ជានៅតាមតំបន់នានាក្នុងប្រទេសកម្ពុជាយើងការលក់ដូររបស់បងប្អូនខ្មែរយើងក៏ឃើញមានដែរលក់ដូរជាតាមផ្លូវតាមអីចឹងណាប៉ុន្តែទន្ទឹមនោះយើងឃើញមានហាងចិនឈ្មោះខ្មែរប៉ុន្តែខាងក្រោមគឺជាភាសាចិនហើយអ្នកដែលលក់ដូរហ្នឹងបើតាមខ្ញុំសង្កេតទៅឃើញជាជនជាតិចិនមានម្ហូបចិនគ្រឿងឧបបរិភោគកន្លែងកាត់សក់ឬក៏ភោជនីយដ្ឋាននេះពីច្រើនជារបស់ចិនហើយក៏ចង់សួរសុខទុក្ខបងប្អូនទាំងអស់គ្នាដែរដើមឆ្នាំ2026នេះសុខទុក្ខយ៉ាងណាបើបងប្អូនចង់ទស្សនាវីដេអូឬក៏កន្លែងណាដែលបងប្អូនចង់ឃើញបងប្អូនអាចធ្វើការ say comment បានបើសិនជាខ្ញុំអាចទៅបានហើយមានឱកាសទៅខ្ញុំនឹងផ្តិតយកទស្សនវិជ្ជាជូន
ហើយខ្ញុំបានសាកសួរអ្នកនៅទីនោះផ្ទាល់គាត់ថាមួយរយៈនេះរៀងស្ងាត់ដែរបើប្រៀបធៀបមួយរយៈមុនកាលពីចុងឆ្នាំអីរៀងមានមនុស្សច្រើនជាងនឹងទៅទៀតដល់គៀខ្ញុំកំពុងតែថតនេះឃើញសាងសង់ហើយប៉ុន្តែទុកចោលមិនបញ្ចប់ការសាងសង់ផ្នែកខាងក្នុងបានតែគ្រោងអគារហើយខាងមុខនោះក៏ឃើញមាន2 3អគារទៀតដែរដែលមានលក្ខណៈបែបហ្នឹងហើយខ្ពស់អគារគឺអគារខ្ពស់ហើយសាងសង់មិនទាន់បញ្ចប់ការសាងសង់ទេគឺបានតែគ្រោងអគារហើយបើសិនជាຕົកអញ្ចឹងគឺវារៀងប៉ះពាល់សោភ័ណភាពទីក្រុងដែរគឺអគារនេះជាស្ដែងគឺធំខ្លាំងមែនតើយើងមិនដឹកស្មានថានៅក្រុងវ៉ាសេនុពីមុនមានភាពស្ងាត់ចងំឥឡូវคล้ายទៅជាទីក្រុងមួយដល់ស្គមស្កៃដល់ថ្ងៃខ្ញុំទៅនេះថ្ងៃចុងសប្តាហ៍អញ្ចឹងមានបងប្អូនយើងមកលេងច្រើនដែរហើយតែឆ្លងឆ្នាំផងហើយអំពីតម្លៃការស្នាក់នៅក៏ដូចជាមិនថ្លៃដូចមុនដែរបើកាលពីជំនាន់មុនគឺថ្លៃខ្លាំងប៉ុន្តែឥឡូវជាក់ស្ដែងគឺត្រឹមតែ$50យើងអាចរកសណ្ឋាគារឬក៏កន្លែងស្នាក់នៅនឹងបានសមរម្យហើយមានអាហារពេលព្រឹកមានអីទៀតបើយើងបកកែរកណាខ្ញុំបានទៅដល់ឆ្នេរសមុទ្រដែរប៉ុន្តែអត់បានផលិតយុទ្ធភាពមកទេព្រោះអីពេលខ្ញុំទៅនឹងវារៀងមានសភាពធំក្លិនដោយសារមិនដឹងថាមានលូឬក៏មានអីទេដែលហូរមកក្នុងសមុទ្រអញ្ចឹងគាត់ថាវាជារូបភាពមួយមិនជាល្អប្រហែលទេក៏ខ្ញុំមិនបានផលិតយកមកចែកជូនទេខ្ញុំថតតែនៅក្នុងទីក្រុងហើយនេះពេលដែលខ្ញុំត្រឡប់មកភ្នំពេញវិញហើយដោយសារពេលទៅភ្នំពេញខ្ញុំចង់ថតដែរប៉ុន្តែដោយសារមេឃភ្លៀងហើយកញ្ចក់ឡានក៏ខ្មៅទៅតែយើងថតក៏មិនបានមើលឃើញទិដ្ឋភាពយ៉ាងស្អាតដែរហើយគុណភាពរូបភាពប៉ុណ្នេះយ៉ាងមិនដែរបងប្អូនដោយសារខ្ញុំថតចេញពីឡានក្រុងហើយឡានគេបិទកញ្ចក់ការពារកម្ដៅទៀតអញ្ចឹងវាអាចយើងគុណភាពរូបភាពវារៀងមិនសូវជាច្បាស់ទេហើយអធិស្ឋានផងដែរភាគច្រើនអាគារខ្ពស់ៗហ្នឹងភាគច្រើនអាចជាកាស៊ីណូឬក៏ភោជនីយដ្ឋានអីហើយយើងឃើញមានផ្លាកកាស៊ីណូច្រើនណាស់ខ្ញុំរាប់ឈ្មោះមិនអស់ទេច្រើនមែនតើសុទ្ធតែជាកាស៊ីណូនេះដូចបងប្អូនឃើញអាគារនេះខ្ពស់គួរសមដែរហើយត្រូវបានទុកចោលអញ្ចឹងហើយវាមានរឿងច្រើនដែរនៅក្នុងក្រុងវ៉ាសេនុណាអញ្ចឹងមួយរយៈមុនក៏ដូចជាមានឬខាងសាលាខេត្តនេះគេកំពុងតែរកដំណោះស្រាយដែរកុំឲ្យមានភាពជាប់គាំងក្នុងការសាងសង់អញ្ចឹងវាជាទស្សនវិជ្ជាមួយមិនល្អទេហើយវាមិនល្អនិយាយរំទៅមិនអាចទុកអញ្ចឹងឯងបើទុកអញ្ចឹងវាសោភ័ណភាពទីក្រុងឬមួយទៀតគេអាចបង្ហាញពីតាសេដ្ឋកិច្ចវាជាប់គាំងអីចឹងទៅវាជារូបភាពមិនល្អសម្រាប់អ្នកវិនិយោគអ្នកអីដែលចង់មកវិនិយោគនៅក្នុងខេត្តបរសៃនុយើងខ្ញុំគិតថាបងប្អូនដែលមិនធ្លាប់ឬក៏ខកខានមកខេត្តបរសៃនុនេះប្រហែលជា 2-3 ឆ្នាំឃើញទស្សនវិជ្ជានេះក៏ប្រហែលជានឹងគិតដូចខ្ញុំដែរដោយសារវាប្លែកខ្លាំងមែនតើហើយក៏មានការរៀបចំជាឆ្នេរថ្មីក៏មានច្រើនដែរមានរៀបចំតាមឆ្នេរ
ហើយមានបន្ទប់ទឹកសាធារណៈហើយស្អាតហើយប្រើប្រាស់អត់គិតថ្លៃទេនៅខេត្តពិសេសនោះឥឡូវនេះខ្ញុំឃើញហាងលក់គ្រឿងសមុទ្រ មានច្រើនមុខមែនតើនេះទៅឲ្យតែយើងមាននិយាយមកថាមានលុយគឺមិនខ្វាយហូបទេនៅខេត្តទៅនោះនៅខេត្តណាក៏ដោយ មានក្រុមហ៊ុនក៏ច្រើនមានហាងទំនិញក៏ច្រើនដោយបងប្អូនបានទេសនាហើយវីដេអូខ្ញុំក៏មិនមានអីច្រើនទៀតទេមានតែប៉ុណ្្នឹងទេហើយសូមអរគុណហើយជូនពរបងប្អូនអ្នកទេសនាទាំងអស់ទទួលបានជោគជ័យថ្មីនៅក្នុងឆ្នាំ2026នេះហើយខ្ញុំមានវីដេអូខ្ញុំនឹងបន្តចែកចាយជូនបងប្អូនទេសនាទៀត